បើសិនជាយើងនិយាយអំពី Devil Fruit ឬដែលយើងហៅថាផ្លែឈើបិសាចហ្នឹងត្រូវបានគេស្គាល់ថាវាគឺជាប្រភពថាមពលដ៏មហិមាមួយដែលគេបានដាក់បញ្ចូលទៅក្នុងរឿង One Piece ហើយសម្រាប់ Devil Fruit ឬក៏ផ្លែឈើបិសាចត្រូវបានគេបែងចែកជា3ប្រភេទដែលប្រភេទទី1ហ្នឹងគឺជាប្រភេទ Zone Type ហើយប្រភេទទី2គឺជាប្រភេទ Logic ហើយនឹងទី3គឺគេហៅថា Paramica អញ្ចឹងនៅក្នុងវីដេអូថ្ងៃហ្នឹងគឺខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យស្គាល់អំពីប្រភេទ Zone Type ដែលខ្លាំងជាងគេទាំង5នៅក្នុងសាច់រឿង One Piece អញ្ចឹងតោះជាមើលថាផ្លែឈើទាំង5ជាប្រភេទផ្លែឈើមួយណាខ្លះទៅជាមួយខ្ញុំទាំងអស់គ្នាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹង Anime Story ដែលយើងនឹងនិយាយអំពីព្រឹត្តិការណ៍ឬក៏ហេតុការណ៍សំខាន់ៗដែលតាក់ទងជាមួយនឹង Anime ហើយវីដេអូថ្ងៃនេះដូចខ្ញុំបាននិយាយពីដើមថាខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យស្គាល់អំពីប្រភេទ Zone Type Devil Fruit ដែលខ្លាំងបំផុតចំនួន5ហើយបើយើងសួរថាតើប្រភេទ Zone ឬដែលយើងហៅថា Mythical Zone ហ្នឹងជាប្រភេទ Devil Fruit ដូចមិនដេចសម្រាប់ Mythical Zone ហ្នឹងគឺជាប្រភេទ Devil Fruit ដែលអាចធ្វើឲ្យ user ហ្នឹង transform ខ្លួនរបស់គាត់ទៅជាអីមួយហ្នឹងទៅជាបិសាចទៅជាមនុស្សឬក៏ transform ខ្លួនរបស់គាត់ទៅជាប្រភេទសត្វអីចឹងទៅអញ្ចឹងសម្រាប់ចំណាត់ថ្នាក់ទី5ឬក៏អាចនិយាយបានថាចំណាត់ថ្នាក់ចុងក្រោយបំផុតក្នុងចំណោម5ហ្នឹងគឺបានទៅលើ Devil Fruit ដែលមានឈ្មោះថា Hito no Mi Model Daibutsu ឬក៏យើងហៅថាជាភាសាអង់គ្លេសគឺ Human Fruit Model Buddha ហើយ Devil Fruit មួយហ្នឹងត្រូវបានអូនទៅដោយ Fleet Admiral Sengoku ដែលជាមនុស្សម្នាក់ដែលមានឥទ្ធិពលនៅក្នុងពពួក Marine ឬក៏ World Government សម្រាប់ Devil Fruit មួយហ្នឹងគឺមានថាមពលដែលអាចធ្វើឲ្យគាត់ transform ខ្លួនរបស់គាត់ហ្នឹងដោយទៅនឹង Buddha ហើយខ្លួនរបស់គាត់ហ្នឹងគឺពោពេញទៅដោយពណ៌មាសមែនទែនសឹងថាយើងមើលមកគាត់គឺជាពុទ្ធបដិមាមួយហ្មងហើយលើសពីហ្នឹងទៅទៀតគឺគាត់អាចបរិចមៀតរបស់គាត់ហ្នឹងទៅជាធំបានដោយដែលអ្នកទាំងអស់បានដឹងពីថាមពលរបស់គាត់ការដែល Marineford គឺគាត់បាន transform ខ្លួនរបស់គាត់ទៅជា Buddha នៅពេលដែល Luffy បានលោតចូលទៅកន្លែង execution របស់ S ដើម្បីជួយសង្គ្រោះ S គឺគាត់ transform ខ្លួនរបស់គាត់ឲ្យវាយទៅលើ Luffy ម្ដាយក៏ប៉ុន្តែនៅពេលហ្នឹងខ្ញុំគិតថាគាត់មិនប្រើជាមួយនឹងថាមពលរបស់គាត់ទាំងស្រុងឯគឺអាចថា10 ទៅ 20% តែប៉ុណ្ណឹងហើយបន្ទាប់មកទៀតថាអាវុធរបស់គាត់ត្រូវបានបង្ហាញម្ដងទៀតនៅពេលដែលគាត់វាយទៅលើ Blackbeard នៅពេលដែល Blackbeard stole power Devil Fruit របស់ Whitebeard ដែលគាត់ដើរទៅលើ Blackbeard អ្វីត្បិតថា Blackbeard stole ជាមួយនឹង power របស់ Whitebeard ហើយប្រើថាអាវុធហ្នឹងដើម្បីទប់ទល់ទៅជាមួយនឹង Sengoku ក៏ប៉ុន្តែ Sengoku បានដាល់មួយដៃ crash ទៅលើ power របស់ Gara no Mi របស់ Whitebeard ហ្នឹងដែល Blackbeard ទំបាន stole ហ្នឹងធ្វើឲ្យ Blackbeardកប់ចូលទៅក្នុងដីហើយសម្រាប់ចំណុចកន្លែងហ្នឹងគឺមិនមែនបានន័យថា Devil Fruit របស់ Sengoku ហ្នឹងខ្លាំងជាង Gara no Mi របស់ Whitebeard ទេព្រោះដោយសារតែពេលហ្នឹង Blackbeard ទើបតែបានជាមួយនឹងថាមពលហ្នឹងអញ្ចឹងខ្ញុំគិតថាវាថ្មីថ្មោងសម្រាប់គាត់ហើយតាក់ទងជាមួយនឹង Sengoku ក៏យើងអត់ទាន់ឃើញគាត់វាយជាមួយនឹង Serial Fight ប្រហែលដែរខ្ញុំគិតថាគាត់ប្រើថាមពលគាត់មិនទាន់ជាអស់ទេអញ្ចឹងសម្រាប់ថាមពលរបស់ Sengoku ក៏ស្ថិតនៅក្នុងរឿងមួយដែលយើងគួរឲ្យឆ្ងល់ដែរថាមពលពិតរបស់គាត់ពេលដែលគាត់all out វាចេញមកទាំងអស់ថាវានឹងមានសភាពបែបម៉េចហើយសម្រាប់ Devil Fruit ដែលមានចំណាត់ថ្នាក់ទី4នោះគឺបានទៅលើ Tori no Mi Model Phoenix ឬក៏យើងហៅវាជាភាសាអង់គ្លេសថា Bird Fruit Model Phoenix សម្រាប់ Devil Fruit មួយហ្នឹងគឺបានគ្រប់គ្រងទៅដោយ Marco the Phoenix ដែលជាសមាជិកឬក៏ជា the first commander នៅក្នុង Whitebeard Pirate ហើយសម្រាប់ថាមពលរបស់ Devil Fruit មួយហ្នឹងគឺអាចធ្វើឲ្យ Marcoគាត់ប្រែខ្លួនរបស់គាត់ហ្នឹងមើលមករៀងដូចជាសត្វបាក់សី Phoenix អញ្ចឹងហើយលើសពីហ្នឹងទៅទៀតហ្នឹងគឺជុំវិញខ្លួនរបស់គាត់ហ្នឹងគឺពោពេញទៅដោយ Blue Flame បែរថាជាអណ្ដាតភ្លើងក៏ប៉ុន្តែអណ្ដាតភ្លើងហ្នឹងគឺជាប្រភេទពណ៌ទឹកសមុទ្រតាក់ទងជាមួយនឹង Blue Flame របស់គាត់ហ្នឹងក៏មានថាមពលអាច heal ទៅលើមនុស្សបានដែរអញ្ចឹងបើសិនជាមនុស្សហ្នឹងមានជំងឺមអីតិចតួចអីគឺ Blue Flame របស់គាត់ហ្នឹងគឺអាចព្យាបាលជំងឺហ្នឹងបានទៀតគឺលយមែនទែនសម្រាប់ Devil Fruit មួយហ្នឹងឥឡូវយើងមកមើលជាមួយចំណាត់ថ្នាក់ទី3សម្រាប់ចំណាត់ថ្នាក់ទី3ហ្នឹងគឺបានទៅលើ Artificial Devil Fruit ហើយសម្រាប់ Devil Fruit មួយហ្នឹងគឺមិនមែនជា Devil Fruit ធម្មជាតិទេដែលកាត់មកដោយឯងទេគឺ Devil Fruit មួយហ្នឹងត្រូវបានផលិតដោយ Dr. Vegapunk ហើយ Devil Fruit ទៀតសោតត្រូវបានបង្ហាញខ្លួនដំបូងនៅឯ Punk Hazard នៅពេលដែល Luffy បានចូលទៅកន្លែងហ្នឹងដើម្បីជួយជាមួយនឹងមនុស្សដែលសារតែគាត់ឮសំឡេងមនុស្សស្រែកហៅគាត់ឲ្យជួយស្អីចឹងទៅហើយពេលហ្នឹងក៏គាត់បានជួបជាមួយនឹង Momo ក៏ដូចជា Kinemon អញ្ចឹងសរុបមកវិញតាក់ទងជាមួយនឹង Artificial Devil Fruit គឺជា Devil Fruit ដែលបង្កើតឡើងដោយមនុស្សឬក៏យើងនិយាយបានថាគឺបង្កើតឡើងដោយ Dr. Vegapunk ហើយវាត្រូវបានអូនដោយ Momonosuke ដែលត្រូវបានស្គាល់ថា Momonosuke គាត់គឺជា The New Shogun ឬក៏ជាអ្នកគ្រប់គ្រងថ្មីនៅក្នុង Wano Country បន្ទាប់ពី Luffy បានជួយរំដោះប្រទេស Wano នឹងពី Kaido ហើយបើយើងមើលទៅលើថាមពលរបស់ Devil Fruit មួយហ្នឹងគឺ Devil Fruit មួយហ្នឹងគឺអាចធ្វើឲ្យ Momo transform ខ្លួនរបស់គាត់ហ្នឹងទៅជានាគពណ៌ផ្កាឈូកក៏ប៉ុន្តែបើសិនជាយើងសួរថាតើថាមពលវាមិនសម្រាប់ថាមពលក៏ខ្ញុំអត់ទាន់ដឹងដែរមិនដឹងថាមពលវានឹងមិនទេក៏ប៉ុន្តែខ្ញុំធ្វើការសុំ ranking វាទៅជាមួយចំណាត់ថ្នាក់ទី3
ដោយសារតែ Devil Fruit មួយហ្នឹងគឺមើលមកគឺ copy ជាមួយ Devil Fruit របស់ Kaido បេះបិទអញ្ចឹងខ្ញុំនៅតែគិតថា Devil Fruit មួយហ្នឹងគឺជា Devil Fruit ប្រភេទ Zone Type ដែលខ្លាំងដែលស្ថិតក្នុងចំណោមទាំង5ហ្នឹងហើយវានឹងបង្ហាញថាមពលណាមួយនៅពេលដែល Momo Master ជាមួយ Devil Fruit មួយហ្នឹងអូខេឥឡូវយើងមកមើលជាមួយចំណាត់ថ្នាក់ទី2វិញម្ដងសម្រាប់ចំណាត់ថ្នាក់ទី2គឺបានទៅលើ Nomi model Shift U ឬក៏យើងនិយាយជាភាសាអង់គ្លេសថា Fish Fruit model Azure Dragon សម្រាប់ Devil Fruit មួយនឹងត្រូវបានអូនទៅដោយ Kaido ដែលត្រូវយើងបានស្គាល់ថាគាត់គឺជា the strongest creature in the world សម្រាប់ថាពលរបស់ Devil Fruit មួយនឹងគឺខ្ញុំបានឃើញ Kaido គាត់ប្រើប្រាស់ក្នុងការ transform ខ្លួនរបស់គាត់នឹងជាពីរប្រភេទដែលប្រភេទទី1ដែលហៅថា hybrid form គឺរឿងរបស់គាត់មើលមកខុសខើមែនទែនតាក់ទងជាមួយនឹង hybrid form មករៀងកាយជាងមុនហើយដែលមានដោះស្នែងចង្អេងចង្អាងមែនទែនលើក្បាលរបស់គាត់ហើយធ្វើឲ្យលើខ្លួនរបស់គាត់មើលមកគឺមានពោពេញទៅដោយសកម្មនាគជាច្រើនក៏ប៉ុន្តែតាក់ទងជាមួយតម្រង form គឺរៀងដូចទៅនឹងមនុស្សឬក៏ creature ធម្មតាទេហើយបើសិនជាយើងនិយាយដល់ second form របស់គាត់គឺគាត់អាច transform ខ្លួនរបស់គាត់ទៅជាសត្វនាគពណ៌ខៀវមួយពេលដែលយើងឃើញជាមួយនឹងថាមពលគាត់ដំបងពេលគាត់ស្វឹងហើយគាត់ទៅអុកឡុកនៅក្នុងទីក្រុងរបស់គាត់ហ្នឹងគឺគាត់បានប្រើថាមពលព្រោះភ្លើងរបស់គាត់ហ្នឹងដែលមានឈ្មោះថា Boro Brief ហើយ Boro Brief ហ្នឹងឯងគឺជាថាមពលដំបងបំផុតដែលគាត់បានបង្ហាញដើម្បីកំទេចទៅលើភ្នំមួយយ៉ាងធំហើយភ្នំហ្នឹងសឹងថាពេលដែលគាត់ព្រោះជាមួយនឹងភ្លើងហ្នឹងសើថាម៉ត់ឈឹងតែម្ដងថា 60% នៃភ្នំគឺតិចតែម្ដងហើយពេលហ្នឹងឯងដែលគាត់ធ្វើឲ្យ Luffy ខឹងមែនតើហើយគឺជាការប្រកួតដំបងបំផុតដែល Luffy ទៅដាល់គាត់ពេលស្វឹងក៏ប៉ុន្តែ still no damage ហើយនៅមានថាមពលគាត់ជាច្រើនទៀតដែលមានដូចជា Dragon Twister ពេលដែលគាត់ប្រើក្បាច់ហ្នឹងទៅលើ Zoro ដំបងហើយ Zoro បាន attack ទៅលើគាត់ហើយក៏ដូចជាថាមពល Humuragaro ដែលធ្វើឲ្យគាត់ហ្នឹងអាចបង្កើតជាមួយនឹង Flame Cloud ដែលធ្វើឲ្យ Organize Shima ទាំងមូលហ្នឹងគឺហោះនៅលើលំហអាកាសបានហើយក៏ដូចជាថាមពលដែល attack ខ្លាំងបំផុតរបស់គាត់ដែលមានឈ្មោះថា Ragnarok ដែលជាថាមពលដែលធ្វើឲ្យ Luffy knock down ជាលើកចុងក្រោយតែម្ដងអញ្ចឹងសរុបមកវិញគឺ Devil Fruit ហ្នឹងគឺសាហាវមែនទែនបូកផ្សំទៅជាមួយនឹង Haki គាត់ដែលខ្លាំងទៀតគឺធ្វើឲ្យថាមពលគាត់លើសលប់មែនទែនអ្នកនរគ្នាអញ្ចឹងឥឡូវយើងមកមើលជាមួយចំណាត់ថ្នាក់ទី1ដែលជាប្រភេទ Zone Type ដែលខ្លាំងបំផុតនៅក្នុងពិភព One Piece នៅពេលបច្ចុប្បន្នសម្រាប់ Devil Fruit Zone Type នឹងគឺមានឈ្មោះថា Hitonomi Model Nika ដែលវាមានឈ្មោះដូចទៅនឹងឈ្មោះDevil Fruit របស់ Sengoku ដែលគឺ Hitonomi ក៏ប៉ុន្តែរបស់ Sengoku គឺ Model Daibutsu ហើយដូចដែលអ្នកបានដឹងចឹងថា Devil Fruit មួយហ្នឹងគឺបានអូនទៅដោយ Monkey D Luffy ហើយថាពោលជាមួយ Devil Fruit ហ្នឹងគឺអាចធ្វើឲ្យខ្លួនរបស់ user ទាំងមូលហ្នឹងមើលមកដូចជាកស៊ូមែនទែនគឺទាញកន្លែងណាយាកន្លែងហ្នឹងហើយតាក់ទងជាមួយនឹង power វិញគឺអាចធ្វើឲ្យ user ហ្នឹងគាត់ធ្វើឲ្យដៃគាត់ធំឬក៏ជើងគាត់ធំអីចឹងទៅហើយហ្នឹងគឺត្រូវបានដាក់ឈ្មោះដោយ third gear ដែលគាត់ហៅឈ្មោះ gear របស់គាត់គឺ second gear third gear fourth gear ជាមួយនឹង five gear អញ្ចឹងសរុបមកវិញថា gear របស់គាត់គឺមានរហូតដល់4 gear សម្រាប់ form ឬក៏ការ transform ខ្លួនរបស់គាត់វិញគឺមានចំនួន2ទីមួយគឺតាក់ទងជាមួយនឹង four gear របស់គាត់ដែលធ្វើឲ្យគាត់ transform ខ្លួនរបស់គាត់ទៅជាមនុស្សមួយសថាមកដេកបាចចង្លូតតាន់ពេញហ្នឹងហើយតាក់ទងជាមួយនឹង form ទី2វិញគឺតាក់ទងជាមួយនឹង Gear 5 ដែលគាត់ awaken ជាមួយនឹង Devil Fruit របស់គាត់ហើយគាត់បដូរខ្លួនរបស់គាត់ទៅជាមនុស្សម្នាក់ដែលមានសក់ពណ៌សហើយមាន Flame Cloud ជុំវិញខ្លួនគាត់ហើយ Gear 5 ហ្នឹងឯងគឺជាទម្រង់ awaken ដែលធ្វើឲ្យគាត់ហ្នឹងមានកម្លាំងលើសលប់មែនទែនគឺការវាយរបស់គាត់ហ្នឹងគឺស្ថិតនៅក្នុង imagination របស់គាត់មកថាគាត់សម័យអាម៉េចគឺវាយរបៀបអញ្ចឹងបើសិនជាយើងមើលលើការវាយរបស់គាត់ជាមួយនឹង Kaido គឺមើលមកលក្ខណៈ fun ឈៀលមែនទែនអ្នកនរគ្នាសឹងតែថានៅលើ rooftop ហ្នឹងពេលដែលគាត់លោតទៅកន្លែងណាឬក៏ Kaido វាយគាត់ធ្លាក់លើកន្លែងណាគឺកន្លែងហ្នឹងនឹង turn ទៅជា rubber ហៅថាលេងខ្ទេចដូចមុនទេបើសិនកាលមុនបើសិនជាគាត់ធ្លាក់ផ្ទុះទៅកន្លែងហ្នឹងគឺផ្ទុះខ្ទេចហ្មងក៏ប៉ុន្តែលើកហ្នឹងបើសិនជាគាត់ធ្លាក់ទៅកន្លែងហ្នឹងគឺធ្វើកន្លែងហ្នឹងខ្លាយជា rubber ហើយឡងគាត់ឡើងមកលើវិញសូម្បីតែការវាយជាមួយនឹង Kaido គឺគាត់ចូលទៅក្នុងខ្លួន Kaido ធ្វើជាពេទ្យប៉ោងហោះហើយណានៃចេញមកដល់កមកធ្វើឲ្យយើងមើលមក Devil Fruit មួយហ្នឹងអត់មាន certified សោះហ្មងអញ្ចឹងខ្ញុំគិតថាតាក់ទងជាមួយនឹង Gear 5ក៏ដូចជាពេលដែល Luffy transform ខ្លួនរបស់គាត់ទៅជា Sun God Nikai ហ្នឹងខ្ញុំគិតថាអំពើមួយហ្នឹងគឺមិនទាន់អស់ទេខ្ញុំគិតថានឹងមានតទៀតអញ្ចឹងយើងអ្នកនរគ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាមានយោបល់អីក៏ថាមាន Devil Fruit ផ្សេងដែលមានថាអំពើខ្លាំងជាង5ដែលខ្ញុំបាននិយាយហ្នឹងគឺអាចធ្វើការ comment ខាងក្រោមបានដើម្បីយើងពិភាក្សាគ្នាបន្តទៀតអូខេបាយបាយជួបគ្នាវីដេអូក្រោយ